ធ្វើជាមិត្តរបស់ចិត្តខ្លួនឯងកុំធ្វើជាសត្រូវរបស់ចិត្តចូលធ្វើជាមិត្តរបស់ចិត្តខ្លួនឯងព្យាយាមស្ដាប់សំឡេងបេះដូងរបស់ខ្លួនឯងដូចសូរសំឡេងបេះដូងខ្លួនឯងលោតទេបើលឺសូរមានន័យថាអ្នកនៅមានដង្ហើមដកនៅឡើយបើមានដង្ហើមដកហើយគួរតែប្រឹងប្រែងធ្វើអ្វីម្យ៉ាងសម្រាប់ខ្លួនឯងដើម្បីបន្តដំណើរជីវិតនេះទៅមុខទៀតឈប់គិតថាមិនដឹងត្រូវធ្វើអ្វីទៀតទៅសាឡបងដាក់ដៃលើដើមទ្រូងខាងឆ្វេងរបស់ខ្លួនឯងហើយព្យាយាមស្ដាប់សំឡេងពីខាងក្នុងចិត្តរបស់ខ្លួនឯងពេលនោះអ្នកនឹងដឹងថាអ្នកត្រូវធ្វើអ្វីបើនៅមិនទាន់ចាប់ផ្ដើមធ្វើអ្វីសោះក៏មិនអាចដឹងមិនអាចយល់មិនអាចបង្កើតអ្វីមួយបានរៀងរហូតសូមកុំនៅតែបន្តដកដង្ហើមធំអោបទប់ព្រោះយល់ថាជីវិតខ្លួនឯងមានកម្មទៀតទៅការពិតកម្មឬមិនមានកម្មវាកើតចេញពីទង្វើរបស់មនុស្សជើងខ្លួនឯងផ្ទាល់ព្រោះអីកម្មកើតចេញពីទង្វើបើអ្នកប្រឹងកសាងខ្លួនឯងប្រឹងលូតលាស់ប្រឹងឲ្យអស់ពីសមត្ថភាពព្យាយាមតស៊ូជំនះដើម្បីបង្កើតអ្វីដែលសម្លេងបេះដូងអ្នកប្រាប់ពេលនោះផលល្អនឹងរត់ចូលមករកអ្នកយ៉ាងច្រើនជាក់ជាមិនខានទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី